Ok, số đây bong bóng từ ngõ kia, nó không ngay đi. Admin đangធ្វើការចែករំលែកពីតិចតិចមួយដែលគេហៅថា up trend down trend ហើយ break out ជាមួយនឹង chain character បាទរូបមន្តនេះបើសិនជាយើង start យើងអាចចាប់ key zone ដែលវា reversal ហើយនឹងវា retrace បានណាអញ្ចឹងតួយ៉ាងភាគច្រើន admin ប្រើច្រើនជាងគេណាតាក់ទងជាមួយនឹង up trend down trend នេះហេតុអីបានជាយើងត្រូវចាប់វាព្រោះ up trend down trend គឺជាផ្នែកមួយនៃទីផ្សារដែលវាបដូរលំហូរបាទបដូរលំហូរណាហើយយើងក៏អាចនឹងរក TPSL ច្បាស់ដែរតួយ៉ាងណាតួយ៉ាងឥឡូវខ្ញុំយកតែត្រឹមនេះមកមុខមកបានហើយណាខ្ញុំយកត្រឹមនេះមកមុខអញ្ចឹងឲ្យបងប្អូនមើលនៅក្នុងទម្រង់បែប up trend នេះបាទទម្រង់បែប up trend ផ្សារគឺវាឡើងចុះក្នុងទម្រង់ up trend ណាក្នុងទម្រង់ up trend មួយបាទក្នុងទម្រង់ up trend មួយដែលវាដើរក្នុងកន្លងបន្ទាត់នេះបាទដែលវាដើរក្នុងកន្លងបន្ទាត់នេះណាក្នុងបន្ទាត់ខាងលើខាងក្រោមហ្នឹងណាបងប្អូនបាទក្នុងបន្ទាត់ខាងលើខាងក្រោមហ្នឹងបាទអញ្ចឹងបើសិនជាផ្សារដើរនៅក្នុងបន្ទាត់ខាងលើខាងក្រោមហ្នឹងដែលគេហៅថាបន្ទាត់up trend ហ្នឹងអញ្ចឹងនៅពេលដែលវាចាក់ចេញឬក៏វាផ្លាស់ប្ដូរឬក៏វាចេញពីបន្ទាត់ហ្នឹងតើវានឹងមានរឿងអ្វីកើតឡើងអានេះយើងត្រូវជជែកគ្នាបាទនេះឥឡូវខ្ញុំដាក់អញ្ចឹងមកស្រួលបងប្អូនមើលបាទអញ្ចឹងយើងអត់ពិបាកចំណាំទេបងប្អូនចំណាំមកមើលកន្លែងនេះគឺជាកន្លែងដែលផ្សារវាបដូរលំហូរកន្លែងណាបងប្អូនបាទនេះមានន័យថាវាបានបំបែកបន្ទាត់បាទវាបានបំបែកបន្ទាត់នេះបន្ទាត់ up trend របស់យើងណាកន្លែងហ្នឹងគឺជាកន្លែងដែលវាបានបំបែកបន្ទាត់ up trend បាទនេះបំបែកបន្ទាត់ up trend កន្លែងនេះហើយកន្លែងហ្នឹងដែលវាមានតួនាទីឈ្មោះវាគឺ break out បាទមានន័យថាវាដល់តំបន់ break វាបានបំបែកបន្ទាត់ខ្សែ up trend ហើយវាបានបំបែកហើយវាបង្កើតជាទម្រង់ថ្មីត្រង់ចំណុចហ្នឹងក៏យើងហៅវាថា chain character វា chain character នៅក្នុងតំបន់ណាវា chain character នៅពេលដែលវាបំបែកខ្សែ down trend up trend នេះហើយវាបង្កើតជាទម្រង់ down trend វិញហើយ chain character គឺវា chain នៅក្នុង line នេះបាទនៅក្នុង line នេះគឺវា chain character មានន័យថាវាបង្កើតជាតំបន់ CAOCH បាទវាបង្កើតតំបន់ CAOCH អញ្ចឹងនៅពេលដែលវា chain character ហើយវាបដូរលំហូរហើយវាបែកទម្រង់ up trend ហើយអ្វីដែលវាត្រូវបង្កើតទៀតគឺវានឹងបង្កើតទម្រង់ down trend បាទក្នុងទម្រង់ down trend អញ្ចឹងមកក្នុងទម្រង់ down trend ឥឡូវខ្ញុំឧទាហរណ៍តែនៅក្នុង30នាទីទេអញ្ចឹងនៅក្នុង down trend 30នាទីហ្នឹងបងប្អូនត្រូវមើលទៀតខ្សែបន្ទាត់បងប្អូនត្រូវចាប់ទី1បងប្អូនត្រូវចាប់តំបន់ឡៃណាទី1បងប្អូនត្រូវចាប់តំបន់ដែលវាបានធ្លាក់ចុះមកវិញហើយនឹងទី2គឺជាតំបន់ដែលវាធ្លាក់ចុងក្រោយគេបាទយ៉ាចេះស្រ័យនេះអញ្ចឹងយើងអាចចាប់ខ្សែបន្ទាត់បានហើយបងប្អូនណាយើងអាចចាប់ខ្សែបន្ទាត់down trend បានថាវាជាទម្រង់បែបម៉េចអញ្ចឹងបន្តមកទៀតបងប្អូនអាចចូលផ្សារពីក្នុងទម្រង់ហ្នឹងបើសិនជាវាអត់បែកផ្សារអញ្ចឹងចូលរហូតដល់វាដើរស្របជាមួយនឹងdown trend ហើយវាបែកជាមួយនឹងខ្សែបន្ទាត់ down trend ហ្នឹងអញ្ចឹងផ្សារមានតែពីរឯង down trend ហើយនឹង up trend អញ្ចឹងផ្សារមានតែពីរហ្នឹងទេវាអត់មានបង្កើតទម្រង់អីដែរទោះបីវា sideways នៅក្នុងទម្រង់ណាមួយក៏វាស្ថិតនៅក្នុងទម្រង់ up trend និង down trend ដែរបើវា sideways វាផ្លឹងណាវាអត់មានឡើងអត់មានចុះប៉ុន្តែអ្វីយើងត្រូវមើលនៅក្នុងមេរៀននេះគឺកន្លែងតំបន់ដែលបែកអញ្ចឹងក្នុងករណីបងប្អូនចូលផ្សារបងប្អូនដឹងហើយថាពេលវា chain character ផ្សារវានឹងមានការចុះមករៀងច្រើនដែរបើយើងគិតពីភាពដែលនៃការចុះរបស់ផ្សារពេលដែលវាបែក character ពេលដែលវា chain character ហើយវាអាចរហូតបានដល់ទៅ1436 ភាពអញ្ចឹងបើគិតជាតម្លៃ100វាមួយតម្លៃ100ភាពមួយតម្លៃបាទអញ្ចឹង1000ភាពវា10តម្លៃ14តម្លៃណាអញ្ចឹង14តម្លៃអញ្ចឹង14តម្លៃយើងវាសមស្របដែរក្នុងការកាត់ជាប់ profit អញ្ចឹងនៅពេលដែលវាបានបដូរតាមពេលដែលវាមកដល់គីមកក្រោមនេះអញ្ចឹងក្នុងតំបន់ហ្នឹងគឺជាតំបន់គ្រោះថ្នាក់ម៉េចខ្ញុំខ្លាចពេលដែលវាមកដល់ចំណុចហ្នឹងហើយវាអត់ទៅលើវិញវាបែរមក
បង្កើតលំហូរថ្មីវាចុះមកវូហ្មងវាបង្កើតលំហូរថ្មីហើយវាជាតំបន់គ្រោះថ្នាក់តែបើវា follow trend វា follow trend ជាទម្រង់បែប down trend ដែលជា trend follow ណា trend ដែលល្អអញ្ចឹងវានឹងចុះដោយទម្រង់បែបហ្នឹងនៅពេលដែលចុះដល់ទម្រង់បែបហ្នឹងហើយវាបានចុះមកដល់ចំណុចនេះបងប្អូនឃើញចំណុចនេះទេចំណុចនេះគឺជាចំណុចដែលបែកខ្លាំងណាជាចំណុចដែលបែកវែងមែនតើវាបែកប្រមាណភិបបងប្អូនអាចមើលវាបែករហូតដល់ទៅ600ភិប600ភិបវាស្មើនឹង6តម្លៃបងប្អូនណាវាបានបែក6តម្លៃវាបានបែក6តម្លៃអានេះហើយជាកំបកកំហើយដែលយើងអាចរៀបចំលំហូរចូលទិញវិញហើយមិនចូលទិញវិញដោយសារអីមុននឹងយើងចូលទិញវិញយើងរងចាំសិនយើងរងចាំកន្លែងណាយើងរងចាំកន្លែងនេះយើងរងចាំឲ្យវាបង្កើតជាលំហូរណាបង្កើតជាលំហូរថ្មីហើយជាតម្រង់បែប up trend នៅក្នុង time frame តូចបាទនៅក្នុងកន្លែងនេះបងប្អូនអត់មែនចូល sale ទេណាបងប្អូនកុំច្រឡំណាបងឃើញ candle បែបហ្នឹងអូបាយហើយវាអាចនឹងមក down trend ទៀតព្រោះបងប្អូនទៅចាំប្រមូលមួយថាវាពេលដែលវា up វានឹង down អញ្ចឹងបើសិនជាវា down ទៀតវាអាច down រហូតទេវាត្រូវតែបង្កើត up trend វិញអញ្ចឹងហើយវានឹងបង្កើតលំហូរថ្មីនេះបងប្អូនឃើញវាឡើងវាបង្កើតលំហូរថ្មីអញ្ចឹងអ្វីដែលបងប្អូនត្រូវធ្វើគឺបងប្អូនត្រូវចាំ candle ខ្សែនេះបាទខ្សែខាងលើនេះតម្រង់ up trend គឺយើងយកខ្សែខាងលើណាខ្សែនេះខ្សែបន្ទាត់នេះណាត្រង់ down គឺយើងយកខ្សែខាងនេះបើមិនជាវាមកក្រោមទៀតគឺវាត្រូវតែខ្សែនេះណាបើមិនវាដាច់ខ្សែហ្នឹងអាហ្នឹងគឺកាន់មកក្រោមហើយតែបើមិនជាខ្សែខាងលើនេះគឺខ្សែដែលបញ្ជាក់ទៅលើការបែកវានឹងឡើង up trend អញ្ចឹងតំបន់ដែលបែកនេះខ្ញុំបានដាក់ពណ៌គូសហើយបងប្អូនបាទអញ្ចឹងតំបន់ហ្នឹងបងប្អូនឃើញ candle មួយវាបានបែកទម្លុះធ្លុះដល់ខាងលើឯងធ្លុះហើយវាចុះវិញវាចុះមកវិញនៅក្នុងតំបន់នេះនៅក្នុងតំបន់នេះណាយ៉ាជាស្រ័យនៅក្នុងតំបន់នេះបាទនៅក្នុងកន្លែងនេះប្រកាសណាគឺយើង fail ហើយត្រូវយើង fail ក្នុងការចូលផ្សារតែប៉ុន្តែវានឹង follow up trend ស្រួលប៉ុន្តែវាអត់ follow up trend ល្អទេវាបែរជាមាន candle shadow ឬក៏ wick ខាងក្រោមនេះវាវាយណានៃអញ្ចឹងវាជាចំណុចមួយដែលខ្វះខាតហើយជាចំណុចមួយដែលយើងត្រូវមើលកន្លែងនេះគឺជាកន្លែងដែលបេងចូលផ្សារបាទអាហ្នឹងគឺចូលមេរៀនបន្ថែមទៀតគឺជាកន្លែងដែលបេងចូលផ្សារបាទបន្តមកទៀតនៅពេលដែរណានៅពេលដែលយើងឃើញថាក្នុងតំបន់នេះបាទនៅពេលដែលយើងឃើញក្នុងតំបន់នេះណានៅក្នុងតំបន់នេះនៅក្នុង candle នេះនៅក្នុងមកតំបន់នេះអញ្ចឹងមកតំបន់ហ្នឹងហើយដែលបញ្ជាក់ថាផ្សារនឹង follow up trend ដោយសុវត្ថិភាពហើយបានជាខ្ញុំបញ្ជាក់ថាផ្សារនឹង follow up trend ដោយសុវត្ថិភាពដោយសារខ្ញុំឃើញ candle strong buy រហូតដល់ទៅ2 candle អញ្ចឹងយ៉ាងហោចណាស់ផ្សារវាអត់ដែលឡើងតែឧទាហរណ៍ថាវាឡើងតែប៉ុណ្ណេះឡើងលើចុះក្រោមហើយចុះក្រោមហើយវាចុះវិញទេណាវាអត់ឡើងតែគេហៅថា2 wave ទេយ៉ាងហោចណាស់ហើយបាន4 wave បងប្អូនមើលទម្លាប់របស់ផ្សារនេះចុះនេះ1 wave 2 wave 3 wave 4 wave 5 wave អញ្ចឹងផ្សារណាឡើងគឺត្រូវឲ្យបានយ៉ាងហោចណាស់ក៏ត្រូវ4 wave ទៅ5 wave ដែរទើបវានឹងបដូរលំហូរវិញនៅក្នុង30នាទីគ្រប់ time frame ទាំងអស់បាទគ្រប់ time frame ទាំងអស់ចុះបងប្អូនឃើញទេអញ្ចឹងមកដល់ចំណុចហ្នឹងគឺជាឱកាសដែលយើងត្រៀមបាយហ្នឹងណាវាឡើងប្រមាណ wave ទៀតបងប្អូនឃើញទេវាឡើងច្រើន wave មែនទែនបងប្អូនណាវាឡើងច្រើន wave មែនទែនទើបវានឹងបដូរលំហូរចឹងនៅក្នុងមេរៀននេះខ្ញុំបង្រៀនបងប្អូនឬក៏បង្ហាញបងប្អូននៅក្នុងចំណុចហ្នឹងផ្សារបដូរលំហូរ up trend down trend ជាមួយនឹងការចាប់តំបន់ដែលវាបែកហើយវា confirm ហើយយើងចូលផ្សារសង្ឃឹមថាបងប្អូននឹងយល់ជារូបមន្តបន្ថែមចិត្តទៅលើមេរៀនដែលយើងបានបង្កើតកន្លងមកពីមុនបន្ថែមពីលើទៀតបងប្អូនអូខេអរគុណច្រើនបងប្អូនសូមជម្រាបលាមានសំណួរអាច comment នៅខាងក្រោមវីដេអូមួយនេះបានបាទ